សត្វវាការរស់នៅបែបធម្មជាតិហើយវារស់នៅបែបសុបាយវាដោយវាអត់មានការខ្វាយខ្វល់យ៉ាងម៉េចណាទេរស់នៅបែបធម្មជាតិលេងសប្បាយជួបសាច់ញាតិបងប្អូនវាអត់មានពីណាមកបៀតបៀនវានៅបែបធម្មជាតិមនុស្សយើងវិញក៏រស់នៅបែបធម្មជាតិចឹងតែវាល្អយ៉ាងណារងឯការរស់នៅរបស់មនុស្សពោពេញដោយការបៀតបៀនការបំផ្លិចបំផ្លាញកាយចនាជាមួយគ្នាចង់រស់តែមិនបានកសាងនៅសត្រូវមិនបានកសាងនៅមិត្តភាពកសាងនៅត្រូវហ្នឹងហើយអត់អីបងប្អូនគាត់ចេញពីបលប៉ុណ្ណឹងអរគុណជំរាបលា